សួស្តីបងប្អូនវីដេអូនេះដែរថតចេញពីទីក្រុង Tucson រដ្ឋ Arizona ក្នុងសហរដ្ឋអាមេរិកថ្ងៃនេះពេលល្ងាចនៅខាងខ្ញុំនេះទេសភាពស្អាតមែនទែនថ្ងៃនេះមកផ្សារ Costco បងប្អូនផ្សារនេះគឺជាផ្សារបោះដុំមួយនៅក្នុងសហរដ្ឋអាមេរិកផ្សារមានលក់អីវ៉ាន់រាប់លានមុខតែម្ដងបងប្អូនប្រមូលផ្ដុំទៅដោយអីវ៉ាន់ដែលសម្ភារៈប្រើប្រាស់មកចប់តែម្ដងនៅក្នុងនេះមានទាំងអស់ផ្សារនេះមិនមែនមានលុយចេះតែចូលចង់ចូលបានទេយើងត្រូវតែមានកាតសមាជិកតើមានកាតសមាជិកនឹងហើយកាតសមាជិកនឹងយើងបង់ជាប្រចាំឆ្នាំបានគេឲ្យយើងចូលយើងមកដល់យើងមានកន្លែងគេ scan កាតហ្នឹងអ្នកគេត្រួតពិនិត្យនៅហ្នឹងតើតើយើងមានកាត scan ហ្នឹងបានគេឲ្យយើងចូលមិនចេះតែចូលបានសេរីទេផ្សារនេះត្រូវតែបង់លុយជាប្រចាំឆ្នាំអញ្ចឹងបានមានសិទ្ធចូលក្នុងផ្សារហ្នឹងបានផ្សារនេះបងប្អូនខ្មែរយើងនិយមហៅភាគច្រើនគេហៅផ្សារអស័យផ្សារអស័យនៅអាមេរិកព្រោះអីវ៉ាន់វាចង់ថាវាបោះដុំដូចនេះចឹងដូចនៅអស័យយើងចឹងហើយមានអីវ៉ាន់រាប់លានមុខនៅនឹងយើងមកទិញមកគេលក់របៀបជាបោះដុំមកបងប្អូនគេលក់រាយនៅនេះតើតអ្នកដែលទិញដុំបានគេមកទិញនៅនឹងផ្សារនេះស្អីក៏មានដែរគ្រឿងសម្ភារៈផ្ទះគ្រឿងអេឡិចត្រូនិកគ្រឿងទូរស័ព្ទកុំព្យូទ័រ iPad tablet អីមានមកចប់នៅក្នុងនេះមានទាំងអស់មិនថាគ្រឿងអលង្ការគ្រឿងអីគេយល់មានគ្រប់យ៉ាងតែម្ដងមកផ្សារនេះមួយបានមកចប់តែម្ដងផ្សារនេះវាគេចូលចិត្តមកនេះដោយសារផ្សារនេះវាជាកន្លែងមួយដែលវាអីវ៉ាន់ធូរថ្លៃជាងនៅផ្សារដតៃទេបងប្អូនព្រោះវាមិនអាចចេះតែចូលសេរីបានទេតើតែយើងមាន member អញ្ចឹងมันអាចចូលបានដល់អញ្ចឹងអីវ៉ាន់គ្រប់អីវ៉ាន់នៅនឹងទាំងអស់តែងតែធូរថ្លៃជាងនៅផ្សារផ្សេងសម្រាប់ផ្សារនេះដែរភាគច្រើនអ្នកគេមកផ្សារនេះម្ដងគឺថាអីវ៉ាន់មិនក្រោមពី300-400ទៅ500-700-800ទេព្រោះអ្នកខ្លះគេទិញមកទិញសរុបម្ដងអញ្ចឹងបងប្អូនប៉ុន្តែចំពោះខ្ញុំវិញខ្ញុំមិនសូវជាទិញច្រើនទេដោយសារផ្សារនេះវានៅគិតផ្ទះខ្ញុំមែនតើហ្មងអញ្ចឹងជិះមកប្រហែលជា2នាទីទេដល់ផ្សារនេះតែម្ដងតែអញ្ចឹងខ្ញុំទិញតែមកល្មមខ្ញុំទិញស្តុកទុកយូរព្រោះវាគិតមែនតើគ្រប់ទំនិញនៅផ្សារនេះទាំងអស់ពីច្រើនសិតតែរបស់ស្រស់ហ្មងដោយសារវាផ្សារលក់ដាច់ខ្លាំងដល់អញ្ចឹងគេវល់ចេញលឿនហ្នឹងបងឥឡូវដល់វគ្គគិតលុយថាមកនេះម្ដងអត់ថាគិតលុយតតម្រង់ជួរគ្នាអញ្ចឹងបងប្អូនអ្នកទិញច្រើនណាស់នៅផ្សារនេះ